ករណីគ្រោះថ្នាក់ចរាចរណ៍បាទរវាងបាទរថយន្ត GS 300ហើយជាមួយនឹងម៉ូតូម៉ាក Honda Dream នេះបណ្ដាលឲ្យបរិសម្នាក់គឺបាក់ជើងបងប្អូនយើងបាក់ជើងមួយខាងបាទនេះទីតាំងឲ្យឡានពេទ្យមកដល់ហើយបាទគេវត្តមានគឺបាទកម្លាំងសមត្ថកិច្ចគាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុនេះផងដែរបងប្អូនយើងបាទនេះបាទហើយឡានពេទ្យបានមកដល់ហើយហើយម៉ូតូបាទ Honda Dream នេះគឺខ្ទេចឯងបងប្អូនយើងបាទគឺខ្ទេចបាទខាងមុខតែម្ដងបាទវាជាខ្សែចែវអស់ហើយនេះដាច់អស់រលិញណាបងប្អូនយើងបាទតោ Honda Dream នេះបាទហើយនោះរថយន្ត GS 300បងប្អូនពណ៌ខ្មៅនោះបាទឥឡូវនេះគឺរថយន្តមន្ទីរពេទ្យបង្អែកបាទស្រុកកណ្ដាលតឹងលោកបានមកដល់ទីតាំងកន្លែងកើតហេតុហើយជនរងគ្រោះគឺនៅខាងក្នុងបងប្អូនយើងបាទបាក់ជើងមួយខាងបាទនោះហើយម៉ូតូនេះគឺមានផ្លាកលេខបាទកណ្ដាលបាទ 1AF បាទ8116ណាបងប្អូនយើងបាទកណ្ដាល 1AF 8116បាទហើយខ្ទេចអស់រលេងតែម្ដងបាទខ្ទេចអស់រលេងហើយនេះគឺជនរងគ្រោះគឺនៅខាងក្នុងគឺបាក់ជើងមួយខាងបងប្អូនយើងណាបាទបាក់ជើងមួយខាងហើយបាទឥឡូវមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលតឹងកំពុងតែរៀបចំលើកគាត់ដាក់លើក្រងការដើម្បីយកទៅបាទសង្គ្រោះហើយចំណែកខាងឈរនោះគឺជាបាទគ្រូសារបស់គាត់ណាបងប្អូនយើងបាទទីតាំងគ្រោះថ្នាក់ចរាចរណ៍នេះគឺទៅតាមបណ្ដោយផ្លូវជាតិលេខ2បាទស្ថិតនៅក្នុងភូមិស្រុកធំបាទភូមិជើងកើបបាទស្រុកកណ្ដាលតឹងខេត្តកណ្ដាលបងប្អូនយើងបាទនៅតាមបណ្ដោយផ្លូវជាតិលេខ2បាទរវាងបាទរថយន្តហើយជាមួយនឹងម៉ូតូបាទ Honda Dream បាទហើយព័ត៌មានពីនៅកន្លែងកើតហេតុគឺបាទរថយន្តគាត់ជិះបាទទិសដៅគាត់មកពីខាងបាទរបងមោគូស្រូវមកដល់ចំណុចបត់ចូលទៅខាងបរិយFive Star នេះគឺគាត់បត់ចូលបាទចំណែកខាងម៉ូតូនោះគឺគាត់មកត្រង់បាទទិសដៅគឺគាត់មកខាងពីខាងយើងស៊ីមរៀបឡើងទៅខាងវងមូលវិញបាទហើយមកដល់ចំណុចទីតាំងកន្លែងកើតហេតុនេះគឺបាទបុកប៉ះចំក្បាលរថយន្តបាទលិចស៊ីហើយ GS 300បាទឥឡូវគាត់យកចេញក្រៅបាត់ហើយណាបងប្អូនយើងបណ្ដាលឲ្យរងរបួសបាទបាក់ជើងមកខាងតែម្ដងគឺនៅខាងក្នុងនោះបាទបងប្អូនយើងបាទដាក់ឡានពេទ្យទៅហើយបាទមន្ទីរពេទ្យបង្អែកបាទស្រុកកណ្ដាលស្ទឹងបាទគាត់មកដល់បាទឥឡូវដាក់ឡានពេទ្យទៅបងប្អូនយើងបាទនៅខាងមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងបងប្អូនយើងមកបាទគាត់បាក់ជើងមួយខាងហើយបាក់ជើងមួយខាងបាទបាក់ជើងមួយខាងហើយនៅខាងមន្ទីរពេទ្យបង្អែកយកគាត់ទៅបងប្អូនយើងបាទយកគាត់ទៅហើយបាទអរគុណបងប្អូនប្រិយមិត្តទស្សនិកជនបាទអរគុណច្រើនសម្រាប់ការតាមដានការផ្សាយ